រកលេសហើយជាងមកជួសជុលខ្សែភ្លើងទីបំផុតក៏ឲ្យជាងដាក់កាមេរ៉ាបានសម្រេចឡានមិនមែនមីងនិយាយទេកូនឯងរើសម្ហូបណាស់គឺដោយសារតែធម្មតាធ្វើម្ហូបល្អិតល្អន់ពេកដូចមីងធ្វើមួយពេលនេះវាមិនមែនញ៉ាំអស់ពីចានទេអីលំបាកមីងឆៅហើយសុទ្ធតែជាមនុស្សមួយគ្រួសារមីងឆៅមីងគិតថានឹងស្នាក់នៅដល់ពេលណាស្នាក់នៅប៉ុន្មានថ្ងៃសិនទៅចាំមើលប្អូនថ្លៃឯងឆ្លើយតបមកវិញសិនអូប្តីឯងនេះតើគេធុញខ្ញុំមែនទេគ្មានទេគាត់គឺចរិតអញ្ចឹងខ្ញុំប្រាប់ហើយតើខ្ញុំជាយាយចាស់ម្នាក់អាចយកកន្លែងធំប៉ុណ្ណាទៅកាមេរ៉ាដាក់បាន2ថ្ងៃហើយគ្មានរឿងអីកើតឡើងសោះតើលីនវ៉ាន់ឈីងគិតច្រើនពេកទេដឹងបងណែណាក្រុមហ៊ុនមានរឿងអីកាមេរ៉ាសុវត្ថិភាពថតបានថាលីវឆៅមីយកប្រអប់តូចមួយចេញពីបន្ទប់ដេកអូនកុំទាន់ឲ្យទេទៅសួរគាត់ចុះត្រូវធ្វើម៉េចយប់នេះចាប់ឲ្យបានស្តែងតែម្ដងឬមួយក៏ពួកយើងប្តឹងប៉ូលីសសិនទៅទុកភស្តុតាងឲ្យបានគ្រប់គ្រាន់សិនអូនពិតជានឹកស្មានមិនដល់សោះថាគាត់ធ្វើបែបនេះឥឡូវជឿវ៉ាន់ឈីងហើយមែនទេពីមុនអូនគិតថានាងនិយាយធ្ងន់ធ្ងរពេកបន្តិចទៀតអូនចូលទៅមុនទៅធ្វើខ្លួនឲ្យដូចធម្មតាមកវិញហើយខ្ញុំបានរំងាស់ស៊ុបឲ្យអ្នកទាំងអស់គ្នាពួកឯងកើតអីហ្នឹងមីងឆៅមីយកកាបូបមីងមកទីនេះឯងចង់ធ្វើអីហ្នឹងសួរចម្លើយមនុស្សអាក្រក់មែនជាមនុស្សអាក្រក់ឬអត់មីងដឹងខ្លួនឯងច្បាស់ហើយចុះប្រអប់នៅក្នុងបន្ទប់ខ្ញុំនោះប្រអប់អីគេឯងមើលខ្លួនឯងទៅមីងគ្រាន់តែមើលតែប៉ុណ្ណោះមើលមិនក៏ញ៉ាត់ចូលក្នុងអាវខ្លួនឯងដើមឡើយមីងចង់ជួយទុកដាក់ឲ្យឡានឲ្យបានស្រួលបួលទេមីងនៅតែមិនព្រមសារភាពទៀតភស្តុតាងនៅនឹងមុខហើយតើមានហេតុផលអីមីងបើកវាដោយខ្លួនឯងទៅឬក៏ឲ្យខ្ញុំប្តឹងប៉ូលីសឲ្យមកបើកឯងរករឿងនៅផ្ទះវ៉ាន់ឈីងម្ដងមិនទាន់គ្រប់ទេនៅមករករឿងដល់ផ្ទះខ្ញុំទៀតតើលីនវ៉ាន់ឈីងបាននិយាយអីប្រាប់ឯងមែនទេនាងគ្រាន់តែប្រាប់ឲ្យខ្ញុំប្រយ័ត្នខ្លួនបើគុំតែខ្ញុំបានដាក់កាមេរ៉ាសុវត្ថិភាពខ្ញុំពិតជាមិនដឹងទេថាមីងធ្វើបែបនេះដាក់ខ្ញុំពីក្រោយខ្នងនេះគឺជាការទិញទំនិញរបស់ខ្ញុំមិនមែនទេមិនមែនដូចអ្វីដែលពួកឯងគិតនោះទេអញ្ចឹងមីងនិយាយមកមីងគ្រាន់តែយកវាមកទុកសិនមីងនៅផ្ទះវ៉ាន់ឈីងក៏និយាយបែបនេះដែរឥឡូវនេះខ្ញុំនឹងទៅវ៉ាន់ឈីងឈរនៅនឹងគុំកំរើកបងស្រីកាត់អីហ្នឹងវ៉ាន់ឈីងឯងនិយាយត្រូវហើយថតបានហើយមែនទេថតបានហើយរបស់ខ្ញុំទាំងអស់គឺនៅក្នុងកាបូបគាត់បានប្តឹងប៉ូលីសហើយឬនៅកំពុងតែរៀបចំប្តឹងទៅគុំសម្របសម្រួលអីវ៉ាន់ឈីងហេតុអីបានជាឯងធ្វើបែបនេះដាក់មីងខ្ញុំនឹងទៅទីនោះឥឡូវនេះសុទ្ធតែជាសាច់ញាតិនឹងគ្នាពួកឯងលើកលែងឲ្យមីងម្ដងទៅសាច់ញាតិពេលមីងយកកាត់ខ្ញុំមិនក៏មិននិយាយថាជាសាច់ញាតិពេលលួចរបស់នៅផ្ទះវ៉ាន់ឈីងមិនក៏មិននិយាយថាជាសាច់ញាតិមកស៊ីនៅផ្ទះខ្ញុំហើយលួចរបស់ផ្ទះខ្ញុំទៀតខ្ញុំគ្រាន់តែខ្វះលុយចាយឯងរកវិធីខ្លួនឯងទៅយើងគ្មានកាត់ប្រកិច្ចជួយឯងទេគឺនាងទៀតហើយអ្នកទាំងអស់គ្នាស្គាល់គាត់មួយរយៈមុនរឿងក្តីនៅផ្ទះលីនវ៉ាន់ឈីងក៏ពួកយើងជាអ្នកទទួលដែរលើកនេះឯងមានអីត្រូវនិយាយទៀត